សម្រាប់បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនណាក៏តែលើកមតិមួយយកមកនិយាយអារបៀបសួរឲ្យឆ្ងល់ចាកម្ពុជាចេះតែលិខិតតវ៉ាពេលដែលភាគីថៃរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ទឹកដីកម្ពុជាអញ្ចឹងទៅតែលិខិតតវ៉ានឹងមានប្រយោជន៍អីគេមានសារៈសំខាន់អីគេបានចេះតែលិខិតតវ៉ានឹងតើបានទឹកដីយកមកវិញអត់ទឹកដីបាត់បង់ទៅឲ្យពួកសៀមហ្នឹងពួកថៃហ្នឹងយកមកវិញកើតអត់ចេះតែលិខិតតវ៉ានឹងតើមានប្រយោជន៍ស្អីជាអ្វីដែលបងប្អូនយើងមួយចំនួនគាត់គិតអញ្ចឹងចាហើយនឹងក្រុមជ្រុលនិយមនៅក្រៅស្រុកចាដែលប្រឆាំងរាជរដ្ឋាភិបាលគិតអញ្ចឹងចាអញ្ចឹងคลิปវីដេអូនេះខ្ញុំតពីវីដេអូកាលពីព្រឹកមិញដែលខ្ញុំបាននិយាយអំពីកម្ពុជាដាក់លិខិតតវ៉ាដែលចេញពីក្រសួងការបរទេសកម្ពុជាដែលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃអនុទានដែលទស្សនកិច្ចទឹកដីកម្ពុជាក្នុងខេត្តព្រះវិហារដែលមិនមានការអនុញ្ញាតពីម្ចាស់ប្រទេសគឺប្រទេសកម្ពុជាណាហើយក៏រាជរដ្ឋាភិបាលក៏បានចេញលិខិតតវ៉ាផ្លូវការទូតដែលមិនទទួលស្គាល់នៃដំណើរទស្សនកិច្ចមួយនេះបងប្អូនដឹងទេការចេញលិខិតតវ៉ាមួយរបស់កម្ពុជាវាមិនមែនគ្រាន់តែចេញលិខិតតវ៉ាឬកដាស់មួយសម្រាប់តែអត់ប្រយោជន៍ទេណាវាមានអត្ថប្រយោជន៍សំខាន់ជាច្រើនសម្រាប់កម្ពុជាទៅលើផ្លូវការទូតឬយន្តការអន្តរជាតិណាមួយនៅពេលដែលយើងត្រូវបន្តសកម្មភាពគេហៅថាសមរភូមិការទូតនៅលើឆាកអន្តរជាតិបង្ហាញទៅសហគមន៍អន្តរជាតិបណ្ដាប្រទេសនានាលើពិភពលោកឲ្យបានឃើញបានដឹងអាឯកសារដែលអ្នកទាំងអស់គ្នាគិតថាវាអត់ប្រយោជន៍នឹងហើយដែលជាផុសតាងសំខាន់ដើម្បីសបញ្ជាក់បង្ហាញពីគោលជំហររបស់កម្ពុជាដែលទទួលស្គាល់និងគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិរក្សាស្ថិរភាពនិងសន្តិភាពហើយមិនទទួលស្គាល់សកម្មភាពថៃដែលក៏ឃ្លើនបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជានៅពេលដែលដល់ពេលវេលាណាមួយដែលយើងត្រូវឡើងតុចរចាលើឆាកអន្តរជាតិជាមួយភាគីថៃបង្ហាញទៅសហគមន៍អន្តរជាតិអាចតាមបានសម្រាប់តែអ្នកទាំងអស់គ្នាគិតថាអត់ប្រយោជន៍ហ្នឹងដែលជាទំនន់តាមផ្លូវការទូតដែលយើងដាក់សម្ពាធទៅលើភាគីថៃដែលធ្វើខុសនៃច្បាប់អន្តរជាតិចាហើយការចេញលិខិតតវ៉ារបស់កម្ពុជានឹងខ្ញុំបង្ហាញ5ចំណុចដែលសំខាន់ហេតុអីបានកម្ពុជារាជរដ្ឋាភិបាលតែងតែចេញលិខិតតវ៉ាពេលដែលភាគីថៃរំលោភបំពានលើដែនអធិបតេយ្យភាពរបស់ខ្លួនដែលមិនធ្វើអ្វីផ្សេងក្រៅពីចេញលិខិតតវ៉ានោះទី1បង្ហាញពីគោលជំហរផ្លូវការទូតរបស់កម្ពុជាដែលបញ្ជាក់ថាកម្ពុជាមានយល់ព្រមនៃដំណើរទស្សនកិច្ចរបស់អនុទានមកលើទឹកដីកម្ពុជាទេទី2បង្កើតកំណត់ត្រាផ្លូវការទូតវាបង្ហាញថាកម្ពុជាបានលើកឯកសារផ្លូវការនិងការតវ៉ាជំទាស់តាមច្បាប់តាមការទូតទៅលើសកម្មភាពបំពានខុសច្បាប់របស់ភាគីថៃមានថាកម្ពុជាតវ៉ាតាំងពីការកើតហេតុលើកដំបូងមកម្ល៉េះឃើញយើងគ្រាន់តែចេញលិខិតតវ៉ានឹងបំណានដោយច្បាប់ទៅហើយទេតាំងពីមានបញ្ហាព្រំដែនជាមួយភាគីថៃដែលឈរកាន់កាប់លើទឹកដីកម្ពុជាយើងទាំងកុំកណ្ដើទាំងបន្លាលួសទាំងស្អីផ្សេងនេះហេតុអីបានកម្ពុជាចេញលិខិតតវ៉ាវាស្ទើរតែមានគុណសម្បត្តិនិងអត្ថប្រយោជន៍ក្នុងការការពារនិងផុសតាងតាមច្បាប់អន្តរជាតិនៅពេលដែលយើងចាត់បាច់ត្រូវការប្រើប្រាស់ឯកសារនិងលិខិតផ្លូវការទាំងអស់នោះទី3គឺដាក់សម្ពាធឲ្យភាគីថៃបំភ្លឺថាហេតុអីបានអ្នកឯងមកទស្សនកិច្ចលើទឹកដីកម្ពុជាដែលគ្មានការអនុញ្ញាតទាំងដែរទឹកដីនោះជារបស់កម្ពុជាមិនមែនជាទឹកដីរបស់ភាគីថៃអ្នកឯងយកអីមកសម្អាតថាអានោះជាទឹកដីរបស់អ្នកឯងហើយបើមិនទាន់ខ្លាចជាទឹកដីរបស់អ្នកឯងទេតាមច្បាប់អន្តរជាតិគេអត់ទទួលស្គាល់ការផ្លាស់ប្ដូរទីតាំងរបស់ក្រមយោធាទេឬក៏ការប្រើប្រាស់កម្លាំងយោធាហើយថាអានោះទឹកដីរបស់អ្នកឯងទេអត់ទេអញ្ចឹងអ្នកឯងត្រូវតែបំភ្លឺចាំមើលអ្នកឯងបំភ្លឺរបៀបម៉េចតែអ្នកឯងចូលមកទស្សនកិច្ចទឹកដីកម្ពុជាដែលគ្មានការអនុញ្ញាតបែបហ្នឹងតែអ្នកឯងប្រឈមមុខឆ្លើយបែបណាជាមួយសហគមន៍អន្តរជាតិ